Pol Pot បានខឹងតមុកនឹងលែងទុកចិត្តក្រុមតមុកក្នុងការគ្រប់គ្រងកម្លាំងនៅឯលង្វែកនោះទៀតហើយយោងតាមឯកសារសរសេរកត់ហេតុរបស់អតីតមេបញ្ជាការខ្មែរក្រហមនៅឯលង្វែក Pol Pot នៅពេលនោះបានរកវិធីរារាំងតមុកមិនឲ្យមានឥទ្ធិពលនៅឯលង្វែកនោះទេគ្រាដែលតំបន់លង្វែកនេះពេលនោះត្រូវគេឃើញថាគឺជាដង្ហើមចុងក្រោយរបស់ចលនាឧទាមខ្មែរក្រហមតើបំណងរបស់ Pol Pot ក្នុងការរារាំងតមុកនៅពេលនោះមានការប៉ះទង្គិចគ្នាយ៉ាងណាសូមអញ្ជើញទស្សនាភាគទី15នៃខ្សែភាពយន្តឯកសារពិតនៃយុទ្ធសាស្ត្រ Defeat បំបត្តិចលនាឧទាមខ្មែរក្រហមនិងបំបត្តិសង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាក្នុងចុងឆ្នាំ 1998 ការបាត់បង់តំបន់សំឡូតតំបន់ប៉ៃលិននិងតំបន់នានាឯទៀតនាភាគពាយ័ព្យនៃប្រទេសកម្ពុជារួមនឹងការផ្ដាច់ខ្លួនរបស់ក្រុមខ្មែរក្រហមឯទៀតចេញពីក្រុម Pol Pot នៅអន្លង់វែងដោយសារតែនយោបាយ Defeat សភាពការនោះហើយបានធ្វើឲ្យ Pol Pot ខឹងនិងសង្ស័យថាមានអំពើក្បត់ក្នុងជួរក្រុមមេដឹកនាំខ្មែរក្រហមនោះ Pol Pot បានខឹងនឹងក្រុមតមុកដោយសារគាត់បានបញ្ជាឲ្យសម្លាប់អ៊ីឈៀនសម្លាប់លោកសុកភាពនិងលោកស៊ូមេតប៉ុន្តែគ្មានអ្នកណាម្នាក់បានស្ដាប់គាត់ហើយការមិនសម្លាប់នោះហើយនាំឲ្យ Pol Pot គិតថាបានធ្វើឲ្យតំបន់សំឡូតតំបន់ប៉ៃលិននិងតំបន់នានាទៀតភាគពាយ័ព្យនៃប្រទេសកម្ពុជាបានបាត់បង់ក្រោយកិច្ចប្រជុំខែវិច្ឆិកាឆ្នាំ 1996 ជាមួយនឹងតមុកលោកនួនជាសុនសេនខៀវសំផននិងលោកខំងួនមក Pol Pot ហាក់ដូចជាលែងទុកចិត្តជាមួយក្រុមតមុកទៀតនោះហើយចាប់តាំងពីពេលនោះមក Pol Pot ត្រូវគេឃើញថាគាត់បានចាប់ដើមធ្វើកិច្ចការនានាដោយខ្លួនឯងដូច្នេះការចោះចូលរបស់នីកនជាមួយនឹងរាជរដ្ឋាភិបាលនៅចុងឆ្នាំ 1996 ជាមួយនឹងការបាត់បង់តំបន់សំឡូតតំបន់ប៉ៃលិនតំបន់ម៉ាឡៃភ្នំព្រឹកនៃរណសី 250 បាននាំឲ្យរឿងរបស់សុនសេនជាមុខព្រួយនៃការកំទេចពីព្រោះលោកនីកននោះគឺជាប្អូនថ្លៃរបស់លោកសុនសេនហើយ Pol Pot មិនចង់ឲ្យមានខ្សែបណ្ដាញរបស់នីកនដែលចុះចូលជាមួយនឹងរាជរដ្ឋាភិបាលស្ថិតនៅក្នុងអន្លង់វែងដែលជាមូលដ្ឋានតែមួយគត់និងចុងក្រោយបំផុតរបស់ខ្មែរក្រហមក្នុងការតស៊ូប្រឆាំងនឹងរាជរដ្ឋាភិបាលនោះឡើយយើងសូមរំលឹកមុនព្រឹត្តិការណ៍ដែលកើតឡើងនៅអន្លង់វែងបន្តិចសិនគឺព្រឹត្តិការណ៍នៅមុនការសម្លាប់លោកសុនសេននិងសមាជិកក្នុងគ្រួសារនោះក្រោយកិច្ចប្រជុំខែវិច្ឆិកាឆ្នាំ 1996 នៅពេលដែល Pol Pot បានស្ដីបន្ទោសដល់តមុកនិងប្រើសម្ដីប្រមានរបស់ Pol Pot នោះក្នុងការដកសេចក្តីទុកចិត្តពីមេខ្មែរក្រហមទាំង3តមុកក៏ចាប់ផ្ដើមដកសេចក្តីទុកចិត្តពី Pol Pot វិញនោះដែរពីព្រោះតមុកបានមើលឃើញថា Pol Pot បានប្រើមេខ្មែរក្រហមជាមនុស្សចំណិតម្នាក់ឈ្មោះសារឿនឲ្យធ្វើជាអ្នកចាត់ចែងការងារជំនួសតមុកទាំងអស់នៅអន្លង់វែងនៅខែកុម្ភៈឆ្នាំ 1997 Pol Pot បានធ្វើសមាជមួយនៅអន្លង់វែងក្នុងសមាជនោះមានមនុស្សប្រមាណ200នាក់បានចូលរួមគេក្រុងធ្វើសមាជនោះចំនួន7ថ្ងៃប៉ុន្តែធ្វើបានតែ4ថ្ងៃតែប៉ុណ្ណោះគឺចាប់តាំងពីថ្ងៃទី27ខែកុម្ភៈរហូតដល់ថ្ងៃទី2មីនាឆ្នាំ 1997 គោលបំណងនៃសមាជនោះគឺដើម្បីជ្រើសរើសរកមេដឹកនាំថ្មីរបស់បកការធ្វើសមាជនោះគឺរៀបចំឡើងដោយក្រុមរបស់ Pol Pot និងគេមិនឲ្យតមុកនួនជានឹងសុនសេនបានដឹងនោះឡើយហើយសូមជម្រាបថាក្រោយពីតមុកនួនជានិងសុនសេនបានវិលត្រឡប់មកអន្លង់វែងវិញការរៀបចំស្នាក់នៅថ្មីរបស់អ្នកទាំង3គឺស្រេចតែ Pol Pot ជាអ្នកសម្រេចPol Pot មិនបានឲ្យអ្នកទាំង3បានស្នាក់នៅក្បែរអ្នកស្រុកនៅអន្លង់វែងនោះទេផ្ទះរបស់អ្នកទាំង3ត្រូវ Pol Pot បានធ្វើឲ្យនៅក្បែរគ្នាប៉ុន្តែឆ្ងាយពីភូមិអ្នកស្រុករស់នៅឯកសាររបស់លោកខំងួនបានសរសេរថាផ្ទះថ្មីរបស់អ្នកទាំង3នោះគឺមានចម្ងាយប្រមាណ30គីឡូម៉ែត្រពីភូមិអ្នកស្រុកនៅអន្លង់វែងនៅក្នុងសមាជដែលរៀបចំធ្វើនៅអន្លង់វែងពីថ្ងៃទី27កុម្ភៈរហូតដល់ថ្ងៃទី2មីនាឆ្នាំ 1997 នោះគឺ Pol Pot មិនបានចូលរួមនោះទេប៉ុន្តែគាត់បានឲ្យលោកសារឿនដែលជាមនុស្សចំណិតទៅចាត់ចែងធ្វើការងារនោះ
លោកសារឿនតែងតែទៅរាយការណ៍ជូនប៉ុលពតរៀងរាល់ល្ងាចនៅសភាពការនានាដែលបានកើតឡើងហើយសូមបញ្ជាក់ថានារយៈពេលចុងក្រោយនេះប៉ុលពតក៏ចាប់ដើមមានជំងឺបេះដូងនោះហើយនាពេលប្រជុំជាមួយនឹងតាម៉ុកនួនជានិងសុនសេននាពេលចុងក្រោយនោះប៉ុលពតក៏បានត្អូញត្អែអំពីជំងឺបេះដូងរបស់គាត់នោះដែរគាត់បានទទួលការបញ្ចូលខ្យល់អុកស៊ីហ្សែនជាប្រចាំទៅហើយនៅក្នុងការបន្តជីវិតជារៀងរាល់ថ្ងៃនោះអាការៈដែលប៉ុលពតបានជួបនោះគឺចាប់តាំងពីខែវិច្ឆិកាឆ្នាំ1995នោះមកម្ល៉េះដែលពេលខ្លះមានពេទ្យមកពីប្រទេសថៃបានចូលមកព្យាបាលគាត់នៅក្នុងអន្លង់វែងផងនោះដែរដោយសារជំងឺនោះហើយភ្នែកឆ្វេងរបស់ប៉ុលពតក៏ហាក់ដូចជាមើលអ្វីលែងឃើញនោះទៀតប៉ុលពតត្រូវគេនិយាយថាគាត់បានធ្លាប់ចេញពីអន្លង់វែងចេញទៅប្រទេសថៃដើម្បីព្យាបាលផងនោះដែរប៉ុន្តែមិនមានការកត់ត្រាថ្ងៃនិងខែណាច្បាស់លាស់អំពីការចេញទៅព្យាបាលនោះទេសមាជបកដែលរៀបចំតែងតាំងមនុស្សថ្មីនៅអន្លង់វែងបានជ្រើសរើសមនុស្សក្នុងគណៈកម្មាធិការថ្មីសម្រាប់ដឹកនាំអន្លង់វែងពីព្រោះកាលពីពេលមុនសមាជិកមនុស្សដឹកនាំអន្លង់វែងភាគច្រើនគឺជាមនុស្សរបស់តាម៉ុកការរើសមនុស្សនៅពេលនោះត្រូវគេនិយាយថាបានធ្វើតាមរយៈការបោះឆ្នោតផងនោះដែរនៅថ្ងៃធ្វើសមាជចុងក្រោយទី2មីនាឆ្នាំ1997ដែលជាថ្ងៃត្រូវបោះឆ្នោតជ្រើសរើសមនុស្សក្នុងគណៈកម្មាធិការថ្មីដឹកនាំអន្លង់វែងនោះលោកសារឿនដែលជាមនុស្សចំណិតរបស់ប៉ុលពតក៏បាននាំទាហានរបស់ខ្លួនចំនួនប្រមាណ50នាក់មកពីកងពលលេខ801 920និង709ដើម្បីឲ្យទៅចូលរួមសមាជនិងចូលរួមការបោះឆ្នោតផងនោះដែរការដែលនាំទាហានទៅចូលរួមនោះគឺដើម្បីយកមនុស្សរបស់ប៉ុលពតសម្រាប់ទៅគាំទ្រមនុស្សជាបេក្ខជនដែលប៉ុលពតបានដាក់ដើម្បីគ្រប់គ្រងអន្លង់វែងឈ្មោះបេក្ខជនដែលគ្រប់គ្រងអន្លង់វែងនោះគឺមានឈ្មោះសារឿនផងនោះដែរនៅពេលបោះឆ្នោតសារឿនបានត្រឹមតែជាប់លេខ2ចំណែកមនុស្សម្នាក់ទៀតឈ្មោះសានបានស្ថិតក្នុងលំដាប់លេខ1ចំណែកលោកខំងួនគឺបានស្ថិតក្នុងលំដាប់លេខ3និងម្នាក់ទៀតឈ្មោះប៉ុលយ៉ានក្នុងលំដាប់លេខ4លទ្ធផលនោះបានធ្វើឲ្យសារឿននិងប៉ុលពតខឹងជាខ្លាំងក្រោយសមាជរួចប៉ុលពតបានហៅអ្នកជាប់ឆ្នោតថ្មីទៅជួបឯកសាររបស់លោកខំងួនបានសរសេរថាប៉ុលពតក្រោយពីដឹងថាគាត់មិនអាចមានលទ្ធភាពចូលរួមក្នុងសង្គមជាតិបានហើយដឹងថាគ្មានប្រទេសណាមួយនឹងទទួលយកគាត់នោះដូច្នេះប៉ុលពតក៏បានរៀបយុទ្ធសាស្ត្រក្តាប់អន្លង់វែងរហូតដល់ថ្ងៃចុងក្រោយរបស់គាត់យុទ្ធសាស្ត្ររបស់ប៉ុលពតគឺការទាត់ចោលតាម៉ុកដោយមិនឲ្យតាម៉ុកគ្រប់គ្រងអន្លង់វែងបានទៀតនោះទេប៉ុលពតបានតែងតាំងសមាជិកបន្ថែមចំនួន12នាក់ទៀតដែលនាំឲ្យចំនួនគណៈកម្មាធិការថ្មីត្រូវគ្រប់គ្រងអន្លង់វែងនោះមានចំនួនទាំងអស់23នាក់ប៉ុលពតបានហាមគណៈកម្មាធិការថ្មីមិនឲ្យជួបតាម៉ុកនិងមិនឲ្យនិយាយរឿងនោះប្រាប់តាម៉ុកទេដោយប៉ុលពតនិយាយថាទុកឲ្យកិច្ចការនោះគឺគាត់ជាអ្នកធ្វើប៉ុន្តែ3ថ្ងៃក្រោយការតែងតាំងនោះរួចមកតាម៉ុកក៏បានដឹងអំពីរឿងនោះនៅថ្ងៃទី5មីនាឆ្នាំ1997លោកនូលោកខំងួនលោកប៉ុលយ៉ានក៏បាននាំគ្នាទៅជួបតាម៉ុកនួនជានឹងសុនសេនដោយមិនឲ្យប៉ុលពតបានដឹងនោះឡើយតាម៉ុកបាននិយាយថាការដែលលើកឈ្មោះសានជាប្រធានគាត់ថាមិនអ្វីនោះទេប៉ុន្តែបើសិនជាលើកឈ្មោះសារឿនធ្វើជាប្រធានវិញគាត់នឹងមិនទទួលស្គាល់នោះឡើយនួនជានៅពេលនោះបានប្រាប់តាម៉ុកកុំឲ្យមានប្រតិកម្មដើម្បីកុំឲ្យមានការបែកបាក់តាម៉ុកក៏បានជឿសម្ដីនួនជានៅពេលនោះប៉ុន្តែរឿងរ៉ាវនោះមិនអាចទុកកំហឹងតាម៉ុកបានទេដោយសារតែតាម៉ុកជាមនុស្សចិត្តខ្លាំងនិងឆាប់ខឹងណាស់តាម៉ុកបានទុកពេលវេលានោះឲ្យដើរទៅមុខរហូតដល់ពាក់កណ្ដាលខែមេសាឆ្នាំ1997ទើបតាម៉ុកបានប្រាប់លោកខំងួនថាគាត់មិនទទួលស្គាល់គណៈកម្មាធិការថ្មីនោះទេគាត់បានប្រាប់ឲ្យខំងួននាំមនុស្សរបស់គាត់ម្ដងម្នាក់ដើម្បីមកជួបគាត់ក្នុងបំណងឲ្យពួកគេរាយការណ៍អំពីសកម្មភាពរបស់សារឿនដែលជាមនុស្សរបស់ប៉ុលពតនោះនៅថ្ងៃទី1ឧសភាឆ្នាំ1997
សរឿនបានបាត់កិច្ចប្រជុំគណៈកម្មាធិការថ្មីលោកខំងួនបានយកលេខថាគាត់ឈឺដោយមិនបានចូលរួមក្នុងពិធីនោះទេកិច្ចប្រជុំនោះគឺដើម្បីដកមនុស្សដែលស្និទ្ធជាមួយនឹងតមុកចេញពីគណៈកម្មាធិការក្នុងកិច្ចប្រជុំពេលនោះសរឿនបានបន្ទោសតមុកថាបានធ្វើឲ្យបាត់បង់មូលដ្ឋានខ្មែរក្រហមនៅភាគពីជាប់ប្រទេសសរឿននៅបានបន្ទោសតមុករឿងយកលុយធ្វើទំនប់ទឹកនិងធ្វើផ្លូវថែមទៀតសរឿននិយាយថាការធ្វើទំនប់ទឹកនិងធ្វើផ្លូវនៅឯអន្លង់វែងនោះគឺមិនបានផ្ដល់ប្រយោជន៍ដល់ប្រជាជនក្នុងអន្លង់វែងនោះទេការបន្ទោសរបស់លោកសរឿនបានធ្វើឲ្យមានការឆ្លុះប្រកែកសម្ដីគ្នាដោយសារតែមានមនុស្សខ្លះកាន់ជើងតមុកលោកនូដែលស្ថិតក្នុងគណៈកម្មាធិការថ្មីបានជំទាស់នឹងសម្ដីរបស់លោកសរឿនកិច្ចប្រជុំបានចប់នៅថ្ងៃរសៀលដោយគ្មានលទ្ធផលអ្វីណាមួយទាំងអស់នោះទេក្រុមអ្នកគាំទ្រតមុកបាននាំគ្នាទៅជួបតមុកនិងរាយការណ៍អំពីអ្វីដែលបានកើតឡើងនៅក្នុងកិច្ចប្រជុំនោះតមុកបានខឹងនឹងសរឿនជាខ្លាំងនួនជានឹងសុនសេនបានព្យាយាមលួងលោមតមុកដើម្បីកុំឲ្យគាត់ខឹងនឹងលោកសរឿននោះខ្លាំងនោះពេកប្រមាណ2ទៅ3ថ្ងៃក្រោយមកតមុកក៏បានជួបលោកខំងួនលោកនូលោកយ៉ាននិងលោកសែបតមុកលែងហៅប៉ុលពតថាបងដូចពីមុនទៀតនោះហើយតមុកនិយាយថាប៉ុលពតមានយុទ្ធសាស្ត្រកំទេចពួកគាត់ចោលនោះហើយតមុកក៏បានចាប់ដើមប្រមូលមនុស្សគាំទ្រគាត់ដើម្បីធ្វើការប្រឆាំងនឹងប៉ុលពតនោះវិញតមុកបានហៅមនុស្សមួយចំនួនដែលជាមនុស្សរបស់លោកសរឿនគឺមានឈ្មោះសែនឈ្មោះសនិងឈ្មោះកែវដើម្បីមកជួបហើយប្រាប់អ្នកទៅនោះថាគាត់នឹងចាប់ខ្លួនសរឿនក្នុងរយៈពេល2ទៅ3ថ្ងៃខាងមុខនេះឈ្មោះសែនសនិងកែវគឺបានប្រញាប់ប្រាប់លោកសរឿនឲ្យដឹងអំពីហេតុការណ៍លោកសរឿនបានប្រញាប់រត់ទៅត្រពាំងប្រាសាទដែលជាស្រុកមួយនៅក្បែរអន្លង់វែងនោះអ្នកដឹកនាំគណៈកម្មាធិការថ្មីអន្លង់វែងគឺលោកសានលោកបានពិភាក្សាជាមួយនឹងលោកខំងួននៅពេលបានឃើញសភាពការកាន់តែមិនស្រួលអ្នកទាំងពីរបានសម្រេចថានឹងនាំគ្នាទៅជួបប៉ុលពតដើម្បីរកលទ្ធភាពក្រែងលោអាចមានការសម្រោះសម្រួលគ្នានោះបានប៉ុលពតបានបញ្ជាឲ្យគណៈកម្មាធិការថ្មីត្រូវតែមកជួបគាត់នៅផ្ទះលោកខំងួននិងលោកសានបានប្រាប់តមុកអំពីរឿងនេះប៉ុន្តែតមុកបញ្ជាថាគេមិនចាំបាច់ត្រូវប្រជុំអ្វីបន្ថែមទៀតនោះទេតមុកបានបញ្ជាឲ្យប៉ុលយ៉ានធ្វើជាមេបញ្ជាការយោធានិងលោកខំងួនទទួលបន្ទុកផ្នែកនយោបាយចំណែកឯលោកសាននៅតែដឹកនាំគណៈកម្មាធិការថ្មីជាដដែលដោយការទាត់ចោលមនុស្សរបស់ប៉ុលពតឈ្មោះសរឿននោះចោលចេញនៅថ្ងៃទី3មិថុនាឆ្នាំ1997ប៉ុលពតបានរៀបចំកិច្ចប្រជុំមួយនៅផ្ទះរបស់គាត់លោកសរឿនបានធ្វើដំណើរពីត្រពាំងប្រាសាទមកចូលរួមលោកសរឿនមិនហ៊ានបើកឡានមកនោះទេដោយសារតែផ្លូវនោះត្រូវបើកកាត់ពីមុខផ្ទះរបស់តមុកកិច្ចប្រជុំមានរយៈពេល3ថ្ងៃដែលគ្រានោះប៉ុលពតមានជំងឺថែមទៀតនោះហើយប៉ុលពតបានប្រើអុកស៊ីហ្សែនដើម្បីជួយឲ្យខ្លួនគាត់មានកម្លាំងប៉ុលពតបានហាមមិនឲ្យមានអ្នកណាម្នាក់ចេញពីទីប្រជុំទេក្នុងរយៈពេល3ថ្ងៃនេះប៉ុន្តែលោកនូសូមចាក់ចេញដោយសារតែមានពាណិជ្ជករថៃបានមករកគាត់ប៉ុលពតបានប្រាប់ឲ្យលោកនូប្រញាប់វិលមកវិញក្រោយចប់នៅការងារនៅកិច្ចប្រជុំនៅផ្ទះប៉ុលពតបានបញ្ជាឲ្យគេដាក់កាំភ្លើង 12.7 នៅមុខផ្ទះដែលការនោះគឺជាលើកទី1ហើយដែលមានការដាក់កាំភ្លើងយន្តនៅមុខផ្ទះរបស់ប៉ុលពតនោះក្រៅពីនោះប៉ុលពតបានបញ្ជាឲ្យទាហានការពារជុំវិញផ្ទះរបស់គាត់ថែមទៀតលោកនូពេលឃើញសភាពការមិនស្រួលលោកក៏បានប្រាប់ទៅលោកខំងួនអំពីរឿងនោះខំងួនត្រូវគេដាស់តឿនឲ្យប្រុងប្រយ័ត្នសុវត្ថិភាពនៅពេលទៅចូលរួមក្នុងកិច្ចប្រជុំ3ថ្ងៃនៅនឹងផ្ទះរបស់ប៉ុលពតនោះផងដែរ